លើលោកនេះមានរឿងជាច្រើនដែលយើងអាចស្មានមិនដល់ពេលខ្លះជីវិតរបស់មនុស្សយើងវាហាក់ដូចជាសពពេលវេលាជាយូរទៀតតែភ្លើងមច្ចរិយគ្មានថ្ងៃកំណត់ទុកទេមុននឹងក្រោយមនុស្សគ្រប់គ្នាគុំតែអស់អាយុសង្ខារទៅម្ល៉េះហើយវត្ថុ10ប្រពៃមួយគត់ដែលនៅសល់គឺជាទង្វើល្អដែលយើងបានសាងកាលពីមិនទាន់ផុតអាយុទៅនេះឯងពីទទួលបានដំណឹងថាលោកយាយក្មេករបស់ខ្ញុំគាត់បានទទួលមរណភាពភ្លាមនោះប្រិយប្រពន្ធរបស់ពួកខ្ញុំមានការរន្ធត់ចិត្តមែនទែនព្រោះថាយើងទទួលបានដំណឹងដ៏សោកសៅមែនទែនដោយសារលោកយាយរបស់គាត់បានទទួលអនិច្ចកម្មទៅហើយដូច្នេះហើយការត្រឡប់មកមាតុភូមិកំណើតលើកនេះគឺមកទាំងភាពសោកសៅមិនមែនមកដោយភាពរីករាយទេពីព្រោះយើងបាត់បង់សមាជិកគ្រួសារម្នាក់ចាស់បងប្អូនទាំងអស់គ្នានៅពេលដែលពួកខ្ញុំបានទទួលដំណឹងដ៏សោកសៅនេះហើយពួកខ្ញុំក៏បានសម្រេចចិត្តភ្លាមថានឹងចុះមកស្រុកខ្មែរដើម្បីឲ្យទាន់ពិធីបុណ្យ7ថ្ងៃនិងការបូជាភ្លើងជូនសពលោកយាយដែលបានចែកឋានទៅនេះតាមពិតទៅអ្វីៗក៏ដោយបើគិតតាមព្រះសង្ឃធ្វើធម្មទេសនានេះព្រះពុទ្ធលោកបានមានសង្ឃតិកាប្រាប់ពុទ្ធជនថាសង្ខារមិនទៀងទេជីវិតរលត់ពេលណាក៏យើងមិនអាចដឹងមុនបានដែរយើងមិនអាចកំណត់ថ្ងៃដែលយើងត្រូវស្លាប់បានទេអាយុជីវិតគឺផុយស្រួយដូចខ្សែអំបោះចឹងម្ល៉េះហើយលោកបានត្រាស់ថាកុំឲ្យពុទ្ធជនទាំងអស់នឹងជាប់ជំពាក់ជាមួយនឹងរឿងក្នុងលោកពេកក្នុងជីវិតរស់នៅកុំឲ្យសោកសៅពេកហើយក៏កុំឲ្យសប្បាយពេកដែរដោយពាក្យគេនិយាយថាបើស្រឡាញ់ខ្លាំងទុកកាន់តែខ្លាំងម្ល៉េះហើយលោកក៏បានត្រាស់បង្គាប់ថាសូមកុំឲ្យយើងជាប់ជំពាក់ជាមួយនឹងអ្នកណាម្នាក់ពេកអីអនិច្ចកម្មគឺជារឿងធម្មតាយមថ្ងៃនេះហើយស្អែកយើងនឹងត្រូវប្រកបការងារធម្មតាវិញហើយយើងអាចផ្ញើសេចក្តីអាឡោះអាល័យទៅបុព្វការីជនយើងដែលបានចែកឋានទៅតាមរយៈការនឹករលឹកនៅក្នុងចិត្តក្នុងបេះដូងដូចជាធ្វើបុណ្យឧទ្ទិសទៅដល់បុព្វការីជនទាំងអស់នោះដែលបានចែកឋានទៅនៅក្នុងឋានបរមលោកនេះផងដែរចឹងហើយថ្ងៃនេះខ្ញុំនឹងលើកយកទស្សនវិជ្ជាខ្លះៗដែលខ្ញុំបានចូលរួមពិធីបុណ្យសពគម្រប់ខួប7ថ្ងៃរបស់លោកយាយក្មេកខ្ញុំឲ្យបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាដឹងថាវីដេអូនេះវាមិនបានផ្ដល់ផលប្រយោជន៍អីដល់បងប្អូនទាំងអស់គ្នាច្រើនទេគ្រាន់តែចង់ចែករំលែកនិងធ្វើទុកជាអនុស្សាវរីយ៍ទុកគ្រាន់ជាការនឹករលឹកទៅដល់លោកយាយលងយានដែលបានចែកឋានទៅឋានបរមសុខនេះផងយើងមកមើលទស្សនវិជ្ជានៅថ្ងៃដំបូងដែលខ្ញុំបានចុះទៅដល់ប្រទេសកម្ពុជានឹងហើយបានឃើញឈូដែលបានតម្កល់សាកសពលោកយាយនៅក្នុងខេត្តឋានរបស់ខាងស្វាមីខ្ញុំតែម្ដងថ្ងៃដែលខ្ញុំទៅដល់ប្រទេសកម្ពុជាជាថ្ងៃទី6នៃគម្រប់ខួបបុណ្យសពរបស់លោកយាយអញ្ចឹងថ្ងៃទី6នេះដែរពួកខ្ញុំបានធ្វើពិធីបាំងស្កូលជូនចំពោះសាកសពលោកយាយដែលបានតម្កល់នៅក្នុងមឈូសហ្នឹងដើម្បីឲ្យបើកជាផ្លូវដល់គាត់ឲ្យបានទៅទីឋានបរមសុខចឹងណាបងប្អូនក្នុងល្ងាចហ្នឹងដែរពួកយើងក៏បាននិមន្តលោកមកធ្វើធម្មទេសនានៅក្នុងផ្ទះផ្ទាល់តែម្ដងដើម្បីជាកិច្ចវេកុសលផលបុណ្យជូនទៅដល់បុព្វការីជនដែលបានចែកឋានទៅក៏ដូចជាធ្វើជាកុសលទានជូនទៅដល់ពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធាជ្រះថ្លាមកស្ដាប់នៅធម្មទេសនារបស់ព្រះភិក្ខុសង្ឃផងដែរបើនិយាយទៅកម្មវិធីបុណ្យនេះយើងប្រពឡើងសឹងតែ7ថ្ងៃពេញឲ្យបងប្អូនទាំងអស់គ្នាហើយយើងក៏បានទទួលបបរបុណ្យភ្ញៀវដែលបានមកចូលរួមនឹងរហូតមកដែរពេល7ថ្ងៃពេញដែលយើងទទួលភ្ញៀវដែលបានមកចូលរួមលែកទុកសពរបស់លោកយាយលងយាននៅក្នុងគេហដ្ឋានរបស់គាត់ហើយចំពោះភ្លេងពិណពាទ្យវិញគឺត្រូវតែមានកំដរលោកយាយរហូតដល់ថ្ងៃចុងក្រោយរបស់គាត់ថ្ងៃនេះគឺជាថ្ងៃបន្ទាប់ហើយពួកយើងក៏ត្រូវជួយដំណើរលោកយាយទៅកាន់ផ្ទះថ្មីរបស់គាត់នេះកូនចៅទាំងអស់គ្នាបានមកជុំគ្នាល្អណាស់ហើយយើងក៏បានផ្តិតជារូបភាពមួយសន្លឹកដើម្បីទុកជាអនុស្សាវរីយ៍មុននឹងយើងធ្វើកិច្ចបីដង្ហែសពលោកយាយទៅក្នុងវត្តដែលយើងបានគ្រោងទុកតទៅពីធ្វើការលើកមឈូសរបស់លោកយាយដាក់ឡានដង្ហែសពហើយយើងក៏បានហែមកដល់វត្តក្នុងកំឡុងពេលនេះដែរយើងត្រូវដើរប្រតិសិនចំនួន3ជុំនៅក្នុងរង្វង់បរិវេណមេនដែលគេធ្វើដើម្បីតម្កល់សពលោកយាយផងដែរហើយកូនចៅឬក៏សាច់ញាតិបងប្អូនដែលបានមកចូលរួមគាត់ដើរប្រតិសិនពីខាងក្រោយសាច់ញាតិរបស់ខ្លួនរបស់លោកយាយបន្ទាប់ពីដង្ហែតាក់សិនចំនួន3ជុំហើយឥឡូវនេះខាងតាអាចារ្យក៏បានរៀបរាប់ឲ្យពួកយើងនឹងស្មឹងស្មាតដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោកយាយជាលើកចុងក្រោយបងប្អូនកូនចៅសាច់សាលោហិតរបស់លោកយាយទាំងអស់ត្រូវមកជុំគ្នាដើម្បីថ្វាយបង្គំសំពះលោកយាយ3ដងជាការលាលោកយាយជាលើកចុងក្រោយមុននឹងគេតម្រូវឲ្យកូនចៅណាដែលគាត់ចង់ឡើងទៅមើលមុខលោកយាយចុងក្រោយបានឡើងទៅដល់ទីមេនដែលតម្កល់សពលោកយាយនៅខាងលើនោះនេះហើយគឺជាកន្លែងដែលសំណោះសំណោកជាងគេបំផុតនៅក្នុងកម្មវិធីទាំងមូលសំឡេងស្រែកទ្រហោយំបន្លឺឡើង
កងរំពងពេញវត្តអារាមតែម្ដងដោយសារតែរន្ធត់ចិត្តខ្លោចចិត្តអាណិតនោះអឡោះអាល័យទៅដល់កាយលោកយាយដែលបានសូនសង្ខារទៅហើយនៅសល់តែរូបកាយដែលស្ងៀមត្រឹងមិនមានវិចារតជាមួយកូនចៅមួយម៉ាត់នៅឡើយថាឡើយតែកូនចៅទួតចៅលួតចៅលាកូនប្រសានិងសាច់ញាតិបងប្អូនទាំងអស់ដែលបានចូលរួមនឹងសិតតែមានការសោកស្ដាយនិងយំស្រណោះស្រណោកមួយការបាត់បង់ដ៏ធំធេងនៅក្នុងថ្ងៃនេះពេលវេលាកន្លងទៅលះណាស់ឥឡូវនេះដល់ម៉ោងជួលដំណើរលោកយាយលើកចុងក្រោយហើយក៏ជាកិច្ចថ្វាយព្រះភ្លើងជូនសពលោកយាយឡុងយឿនយើងត្រូវរងចាំការបូជាព្រះអគ្គីនឹងរហូតដល់ព្រលឹមថ្ងៃស្អែកឡើងម៉ោង 5 ភ្លឺទើបយើងត្រូវទៅរើសអធិធាតុលោកយាយមកទុកក្នុងផ្ទះវិញព្រលឹមឡើងម៉ោង 5 ភ្លឺហ្នឹងគឺយើងត្រូវងើបហើយដើម្បីមកទទួលយកអធិធាតុដែលបានដុតឆេះអស់ហើយដើម្បីយកលោកយាយត្រឡប់ទៅកាន់ចេតិយនៅក្នុងផ្ទះវិញរូបសង្ខារមនុស្សមិនទៀងទេបងប្អូនទាំងអស់គ្នាទោះបីមានយ៉ាងណាក្រយ៉ាងណាសុខយ៉ាងណាឬទុក្ខយ៉ាងណាចុងក្រោយគឺនៅសល់តែកំតិចផេះផង់ឆ្អឹងដដែលទេអញ្ចឹងមានឱកាសបងប្អូនព្យាយាមធ្វើតាមពើល្អពីព្រោះថាស្លាប់ទៅយើងមានតែកិត្តិយសទេដែលនៅសល់ក្រៅពីនេះបងប្អូនចង់យកអ្វីក៏យកទៅមិនបានដែរពេលវេលាឥឡូវនេះលោកអាចារ្យគាត់កំពុងតែឲ្យធម៌ដើម្បីជាកិច្ចបើក្នុងការរើសអធិធាតុលោកយាយមកដាក់ក្នុងកញ្ច្រែងដើម្បីនាំទៅផ្ទះដើម្បីដាក់កល់ក្នុងកោតទៅបងប្អូនទាំងអស់គ្នាកូនចៅទាំងអស់គ្នានឹងត្រូវចូលរួមរើសអធិធាតុរបស់លោកយាយម្នាក់បន្តិចដើម្បីយកតែអធិធាតុណាដែលល្អដើម្បីទៅតម្កល់នៅក្នុងកោតដែលយើងចាត់ទុកថាជាផ្ទះថ្មីរបស់លោកយាយឡុងយឿនគិតសពទៅអស់ឲ្យបងប្អូនទាំងអស់គ្នាមនុស្សយើងនៅពេលដែលកើតមកមានរាងកាយមាំមួនមានសាច់មានឈាមតែដល់ពេលស្លាប់ទៅវិញគឺសល់តែអធិធាតុនេះទេដែលជាចុងក្រោយនៃជីវិតទាំងអស់ហើយនេះដែរគឺជាអធិធាតុដែលសល់អំពីការបូជាសពរបស់លោកយាយឡុងយឿនក្នុងពេលកន្លងមកទៅគាត់ប្រើបានយកទៅបែបទៅបាទទៅសំចូលតែភ្លឺដល់ឲ្យយើងជួយតំណងតំណងកូនចៅបានហៅធៀបយាយសូមឲ្យកូនចៅដូចសុខតាអាចារ្យគាត់ឲ្យចាក់សូដាចូលទៅក្នុងអធិធាតុរបស់លោកយាយដើម្បីលាងអធិធាតុឲ្យវាមានភាពសជ្រះថ្លាអញ្ចឹងណាបងប្អូនអធិធាតុបើសិនជាយើងអត់លាងទឹកជាមួយនឹងសូដាទេវាអាចនឹងខ្មៅអញ្ចឹងតាអាចារ្យគាត់ឲ្យពួកខ្ញុំដែលជាកូនចៅទួតចលួចចលាហ្នឹងធ្វើការលាងសម្អាតអធិធាតុលោកយាយជាមួយនឹងសូដាជាមួយនឹងទឹកសុទ្ធដើម្បីអតិថិអតិជុំក្នុងក្រុមគ្រួសារផងដែរជាចុងក្រោយអធិធាតុរបស់លោកយាយនៅសល់តែប៉ុណ្្នឹងឯងបងប្អូនដោយសារតែយើងបូជាអស់ពេកនៅសល់តែអធិធាតុប៉ុណ្ណឹងប៉ុន្តែលោកតាអាចារ្យថាប៉ុណ្ណឹងមិនអីទេគឺគ្រប់គ្រាន់ហើយសម្រាប់ដាក់នៅក្នុងអធិធាតុនោះជាចុងក្រោយអធិធាតុរបស់លោកយាយនៅសល់តែប៉ុណ្្នឹងឯងបងប្អូនដោយសារតែយើងបូជាអស់ពេកនៅសល់តែអធិធាតុប៉ុណ្ណឹងប៉ុន្តែលោកតាអាចារ្យថាប៉ុណ្ណឹងមិនអីទេវាអាចល្មមសំគ្រប់គ្រាន់ហើយសម្រាប់ដាក់នៅក្នុងកោតរបស់លោកយាយពីការរើសអធិធាតុនោះហើយកូនចៅក៏បានចេញលោកយាយចូលមកកាន់ទីលំនៅក៏ដូចជាគេហដ្ឋានដែលលោកយាយធ្លាប់រស់នៅផងដែរដើម្បីឲ្យលោកយាយបានមកកាន់គេហដ្ឋានវិញដោយស្ងប់សុខពីការរើសអធិធាតុនោះហើយកូនចៅក៏បានចេញលោកយាយចូលមកកាន់ទីលំនៅក៏ដូចជាគេហដ្ឋានដែលលោកយាយធ្លាប់រស់នៅផងដែរដើម្បីឲ្យលោកយាយបានមកកាន់គេហដ្ឋានវិញដោយស្ងប់សុខបាទតំណាងឲ្យកូនចៅរបស់បាទវិការឡុងយឿនបាទកូនចៅបានធ្វើបុណ្យគុសលជួយលោកអ្នកមានគុណក៏រាល់ថ្ងៃក៏បានต้องការជួយរូបឋានរបស់គាត់ទៅបូជានៅវត្តខ្លួនក៏បានបូជារួចហើយឥឡូវនេះក៏សូមជួយយកលោកអ្នកមានគុណមកកាន់ផ្ទះគាត់វិញដើម្បីទុកជាទីវិការៈសម្រាប់កូនចៅធ្វើបុណ្យគុសលតទៅទៀតចឹងហើយមុននឹងចាក់ចូលនៅក្នុងទីឋានជំនិតការប្របែកក្នុងការអនុញ្ញាតអំពីម្ចាស់ទឹកម្ចាស់ដីណាដែលលោកថែរក្សានៅទីទឹកដីនៃភូមិឋានរបស់គាត់នេះសូមឲ្យលោកបាត់ផ្លូវឲ្យកូនចៅរបស់គាត់នាំអធិធាតុលោកអ្នកដែលមានគុណយកមកតម្កល់នៅក្នុងទីឋានវិញចា៎សូមឲ្យលោកអញ្ជើញមកទេណាថ្ងៃក្នុងពេលឥឡូវនេះយើងបានអញ្ជើញអធិធាតុលោកយាយមកកាន់ហឹងនៅក្នុងផ្ទះរបស់យើងហើយបន្ទាប់មកប្រហែលជា2-3ថ្ងៃក្រោយមកយើងនឹងធ្វើការអញ្ជើញអធិធាតុលោកយាយដាក់ក្នុងកោត
ហើយតម្កល់នៅលើចាត់ដីក្នុងផ្ទះរបស់លោកយាយផងដែរ3-4ថ្ងៃបន្ទាប់យើងក៏បានធ្វើជាការបាំងស្គលមួយដើម្បីជូនអធិធាតុលោកយាយឡើងតម្កល់នៅលើចាត់ដីរបស់គ្រួសារប្តីខ្ញុំអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារបានអញ្ជើញព្រះភិក្ខុសង្ឃមក2អង្គដើម្បីសូត្រមន្តបាំងស្គលជូនទៅដល់វិញ្ញាណក្ខន្ធលោកយាយដើម្បីឡើងមកនៅផ្ទះថ្មីដែលកូនចៅនិងចៅទួតចលួតបានរៀបចំជូនលោកអាចារ្យគាត់កំពុងតែរវល់ធ្វើកិច្ចរបស់គាត់ហើយក្នុងកំឡុងពេលនឹងដែរកូនចៅក៏បានជូនលុយចាស់ទុំដើម្បីជាសោផលបុណ្យជូនទៅដល់លោកយាយដែលគាត់បានទៅទីឋានបរមសុខនោះផងដែរលោកតាអាចារ្យគាត់បានប្រាប់ឲ្យសាច់ញាតិបងប្អូនរបស់លោកយាយយកលុយមកដាក់ទ្រព្យបាននៅក្នុងកោដ្ឋដែលតម្រូវឲ្យដាក់អធិធាតុរបស់លោកយាយចូលទៅក្នុងនឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងគឺធ្វើការរើសអធិធាតុហ្នឹងដាក់ចូលទៅក្នុងកោដ្ឋហើយក្នុងនោះកូនចៅទាំងអស់គ្នាដែលមានជាប់សាច់ឈាមជាមួយលោកយាយត្រូវតែរើសម្នាក់បន្តិចដើម្បីយកលោកយាយឡើងទៅតម្កល់នៅលើចាត់ដីនៅក្នុងផ្ទះរបស់ពួកយើងចាបងប្អូនទាំងអស់គ្នានេះហើយគឺជាចុងបញ្ចប់នៃកិច្ចបូជាក៏ដូចជាបាំងស្គរជូនទៅដល់វិញ្ញាណក្ខន្ធរបស់លោកយាយលងយឿនហើយក្រុមគ្រួសារខាងប្តីរបស់ខ្ញុំគាត់បានប្រារព្ធធ្វើឡើងកន្លងមកនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារហូតដល់ចុងបញ្ចប់